ឧស្សាហ៍ក្តៅកាហាយស្ពឹកដៃជើងនេះចឹងថ្ងៃនេះខ្ញុំនឹងជំរាបជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងទី1អ្វីទៅជាជំងឺ peripheral neuropathy ទី2ខ្ញុំនឹងបង្ហាញអំពីរោគសញ្ញាមួយចំនួនដែលឧស្សាហ៍កើតមានហើយនឹងកត្តាប្រឈមហើយផលវិបាកនៃជំងឺនេះនិងវិធីសាស្ត្រនៅក្នុងការព្យាបាលទៅលើជំងឺនេះផងដែរអញ្ចឹងមុននឹងខ្ញុំចែករំលែកនៅប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាជួយចុច follow page ម្នាក់មួយនិងចែករំលែកនៅវីដេអូនេះពីព្រោះក្តីសង្ឃឹមរបស់ខ្ញុំគឺខ្ញុំចង់ឃើញប្រជាជនកម្ពុជារបស់យើងយល់ដឹងអំពីបញ្ហាសុខភាពនេះបានច្រើនគ្រប់គ្នាបាទខ្ញុំអត់មានចង់បានអីក្រៅពីនេះទេត្រឡប់មកវិញអ្វីទៅជាជំងឺរលាកសរសៃឈាមឬក៏អ្វីទៅជាជំងឺរលាកសរសៃប្រសាទរបស់រាងកាយបាទអញ្ចឹងសរសៃប្រសាទនេះជាអ្វីសរសៃប្រសាទគឺជាសរសៃមិនមែនជំងឺសរសៃប្រសាទដែលវែងវាន់តកតងជាមួយនឹងជំងឺសរសៃប្រសាទនេះគឺជាសរសៃដែលបញ្ជូនព័ត៌មានមានន័យថាអ្វីដែលយើងប៉ះអ្វីដែលយើងកាន់យើងដឹងទាំងអស់ដឹងទន់ដឹងរឹងដឹងក្តៅត្រជាក់អាហ្នឹងហើយគឺយើងដឹងតាមរយៈការបញ្ជូនរលកសញ្ញាពីសរសៃប្រសាទរបស់យើងគឺសរសៃឈាមនេះបាទវាបញ្ជូនដល់ខួរក្បាលទៅខួរក្បាលយើងវែកញែកដឹងអាហ្នឹងសខ្មៅឬក៏ត្រជាក់ក្តៅអីចឹងទៅបាទជំងឺរលាកសរសៃប្រសាទរបស់រាងកាយនេះគេថាជាប្រភេទជំងឺដែលខូចឬក៏រលាកប្រព័ន្ធប្រសាទឬក៏ប្រព័ន្ធសរសៃប្រសាទនៃសរសៃឈាមដែលនាំឲ្យយើងទៅជាមានបញ្ហាស្ពឹកក្តៅកាហាយហើយជាទូទៅហ្នឹងគឺច្រើនចាប់ផ្ដើមមាននៅដៃនិងជើងបាទអញ្ចឹងជាក់ស្ដែងណាគឺខ្ញុំកន្លងមកនេះគឺខ្ញុំជួបច្រើនណាមិនក្រោមពី200ទៅ300នាក់ទេអ្នកដែលមានបញ្ហាស្ពឹកក្តៅកាហាយបាត់ដៃបាត់ជើងគឺបើក្តៅភាគច្រើនគឺជើងបាទក្តៅភាគច្រើនជើងហើយក៏មានបងប្អូនមួយចំនួនគាត់ក្តៅមកទូខ្លួនដែរបាទហើយបញ្ហានេះគឺវាមិនចង់ចំណុចកន្លែងណាមួយទេនៅលើរាងកាយរបស់យើងឲ្យតែមានកន្លែងខូចឬក៏រលាកវានឹងកើតមានណាទៅលើបញ្ហានេះភាគច្រើននៃបញ្ហានេះគឺកើតមានចំពោះមនុស្សដែលមានវ័យចាស់បាទអញ្ចឹងពុំមីងហ្នឹងគឺប្រឈមហើយអ្នកមានវ័យចាប់ពី35ឬក៏45ឆ្នាំអីឡើងទៅហ្នឹងគឺប្រឈមជាមួយនឹងជំងឺហ្នឹងតែម្ដងអញ្ចឹងនេះគឺជានិយមន័យមួយចំនួននៃជំងឺរលាកប្រព័ន្ធប្រសាទរបស់រាងកាយឬក៏យើងនិយាយស្ដាប់គឺរលាកសរសៃឈាមរោគសញ្ញាដែលយើងឧស្សាហ៍ឃើញជាញឹកញាប់ហ្នឹងគឺមាន5បាទតកតងជាមួយនឹងរោគសញ្ញាទី1គឺស្ពឹកបាទញ័រញាក់ដៃជើងប៉ុន្តែអាការៈនៃការញ័រញាក់នេះភាគច្រើនគឺកើតមានចំពោះអ្នកដែលខ្សោយខ្លាំងឬក៏គាត់មានវ័យចាស់បាទគឺកើតមានស្ពឹកផងហើយរៀងញ័រញាក់ដៃជើងប៉ុន្តែជាទូទៅបើក្មេងៗឬក៏វ័យល្មមឬក៏មានកម្លាំងខ្លាំងគឺវាអត់មានការញ័រញាក់អីទេបាទគ្រាន់តែជាស្ពឹកបាទស្ពឹកអត់ដឹងដៃជើងជួនកាលទៅស្ពឹកហើយជន់ក្រោអីថិលពាក់ស្បែកជើងអីជួនកាលអត់ដឹងទេជួនកាលសម្ងោចខំក៏អត់ដឹងដែរទី2គឺក្តៅកាហាយអាការៈនៃការក្តៅកាហាយនេះគឺវាក្តៅនៅតំបន់រលាកបាទបើសិនជាទូទៅខ្ញុំជួបអ្នកដែលគាត់មានការអាការៈនៃការក្តៅកាហាយហ្នឹងគឺនៅបាតជើងបាទបាតជើងរបស់គាត់ហ្នឹងគឺក្តៅងុំដូចកញីម្ទេសអញ្ចឹងបាទដូចកលៀបម្ទេសឬក៏ខ្លះទៅក្តៅលើស្មងជើងបាទលើស្មងជើងស្បែកហ្នឹងគឺក្តៅនឹងតំណឹងខ្លះស្មងជើងខ្លះខ្នងជើងបាតជើងបាតដៃឬក៏ពោះឬក៏ស្មានិយាយទៅឲ្យតែមានកន្លែងតំបន់រលាកគឺវានឹងចេញជាអាការៈនៃការក្តៅកាហាយហ្នឹងហើយចំណុចទី3វិញគឺវាឈឺចាប់វាចាក់មកខ្ទោកឬក៏ចាក់ឈិបឬក៏ចាក់មកឈឺចាប់ខ្ញាក់មកខ្ញាក់បាទគឺវាពិបាកទ្រាំណាមានលោកពូម្នាក់នៅខាងស្រុកមោងរស័យខេត្តបាត់ដំបងអាការៈនៃការឈឺចាក់ហ្នឹងណាគឺលក្ខណៈនៃការចាក់គឺគាត់ប្រាប់ថាដូចគេយកឲ្យមកដំចឹងបាទគឺមកខ្ញាក់ហ្នឹងគឺទ្រាំឲ្យបានស្រែករោគធំបាទដេកអត់បានគាត់ពិបាកណាស់បាទរស់ដូចស្លាប់ហើយឥឡូវនេះគាត់បានជាសះស្បើយហើយយើងក៏មានវីដេអូរបស់គាត់ដែរដែលចុះទៅសម្ភាសតចំណុចទី4ហ្នឹងគឺបាត់បង់លំនឹងនឹងការគេហៅថាផ្ចង់អារម្មណ៍ព្រោះបញ្ហានេះកាលណាដែលយើងកើតមានហើយយើងអត់ដឹងណាបងប្អូនពេលដែលយើងអត់ដឹងយូរទៅវាទៅជាមានអាការៈនៃការទន់ដៃទន់ជើងអីចឹងទៅឬក៏អាសាច់ដុំរបស់យើងហ្នឹងក៏វាចាប់ផ្ដើមចុះខ្សោយទៅតាមនឹងដែរទី5គឺសាច់ដុំហ្នឹងចុះខ្សោយបាទដូចខ្ញុំនិយាយបាញ់មិញអញ្ចឹងគឺយើងមានការចុះខ្សោយសាច់ដុំទន់ដៃទន់ជើងបាទ
នេះជារោគសញ្ញាមួយចំនួនប៉ុន្តែរោគសញ្ញាដែលសំខាន់បំផុតគឺមានអាការៈក្តៅកាហាយហើយឬក៏ស្ពឹកហ្នឹងជារោគសញ្ញាធំចម្បងខ្លាំងជាងគេបាទតើតើជាមួយនឹងមូលហេតុដែលបង្កឲ្យមានបញ្ហារលាកសរសៃឈាមរបស់យើងនេះទី1វាកើតឡើងពីការរងរបួសអញ្ចឹងក៏មានមួយចំនួនដែរដែលគាត់ធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដួលបាទឬក៏គាត់មានបញ្ហាដួលអីទៅវាប៉ះពាល់ដល់សរសៃបើវាមានធ្វើឲ្យសរសៃមានសម្ពាធបាទធ្វើឲ្យមានសម្ពាធទៅវាឈាមរត់អត់បានសក់វាចេញជាអាការៈក្តៅកាហាយនឹងមកដែរអញ្ចឹងវាកើតឡើងពីការរបួសពីការរលាកបាទប្រព័ន្ធសំយោគមិនប្រក្រតីហើយមូលហេតុចម្បងមួយទៀតគឺដំណពូជដែលគ្រួសារហ្នឹងធ្លាប់មានអ្នកកើតមានជំងឺហ្នឹងហើយនៅពេលដែលតដល់កូនដល់ចៅទៅក៏អាចមានជំងឺហ្នឹងកើតឡើងដែរមួយទៀតហ្នឹងគឺអ្នកដែលប្រឈមជាមួយនឹងជាតិពុលខ្ពស់ជាពិសេសកម្រិតជាតិពុលហ្នឹងគឺអ្នកដែលខ្សោយតម្រងនោមបាទតម្រងនោមចុះខ្សោយគឺវាធ្វើឲ្យជាតិពុលហ្នឹងកើនមាននៅក្នុងខ្លួនកាន់តែខ្លាំងកាន់តែខ្ពស់អញ្ចឹងអ្នកដែលមានបញ្ហាប្រឈមមួយជាតិពុលខ្ពស់ក៏ប្រឈមជាមួយនឹងជំងឺនឹងអាចកើតទៅជាមានជំងឺនឹងដែរអញ្ចឹងឥឡូវយើងមកមើលចំណុចទី4សំខាន់ទាក់ទងជាមួយនឹងកត្តាប្រឈមបាទអ្នកណាខ្លះដែលប្រឈមជាមួយនឹងជំងឺរលាកប្រព័ន្ធប្រសាទរបស់រាងកាយនេះឬយើងហៅភាសាបច្ចេកទេសថា peripheral neuropathy នេះបាទអញ្ចឹងតើតើជាមួយនឹងកត្តាប្រឈមទី1អ្នកដែលមានជំងឺទឹកនោមផ្អែមគឺស្ទើរតែ99%ឬក៏100%ទេដែលខ្ញុំជួបអ្នកដែលមានជំងឺទឹកនោមផ្អែមហើយចេញជាអាការៈនៃការក្តៅកាហាយហើយចូលជាជំងឺរលាកប្រព័ន្ធប្រសាទរបស់រាងកាយនេះគឺស្ទើរតែ100%ទេដែលខ្ញុំជួបគឺឲ្យតែអ្នកដែលមានក្តៅកាហាយស្ពឹកនេះសួរទៅគឺមានណាលើសជាតិស្ករបាទឬក៏មានបញ្ហាទឹកនោមផ្អែមនេះបាទទឹកនោមផ្អែមអញ្ចឹងមូលហេតុនេះបានជាអ្នកដែលមានជំងឺទឹកនោមផ្អែមលើសជាតិស្ករធ្វើឲ្យគាត់ទៅជាមានជំងឺរលាកប្រព័ន្ធប្រសាទនេះដោយសារតែកំហាប់ជាតិស្ករនៅក្នុងឈាមឡើងខ្ពស់បាទកំហាប់ជាតិស្ករនៅក្នុងឈាមឡើងខ្ពស់វាធ្វើឲ្យសរសៃឈាមរបស់យើងនេះគឺវាមានសម្ពាធបាទវាមានសម្ពាធរត់អត់បានសពទេអញ្ចឹងនៅពេលដែលរត់អត់បានសពវាទៅជាមានបញ្ហារលាកអញ្ចឹងបាទរលាកទៅជាស្ពឹកទៅជាក្តៅកាហាយចំណុចទី2គឺអ្នកដែលពិសាគ្រឿងសង្វឹងច្រើនអញ្ចឹងបានថាយើងវាពិបាកណាស់តកតងជាមួយនឹងរបបអាហារនេះពីព្រោះមនុស្សយើងចូលចិត្តពិសាបាទចូលចិត្តពិសាអញ្ចឹងយើងពេលខ្លះវាចំណង់យើងពិបាកខកប៉ុន្តែដល់ពេលដែលបដោយតាមចំណង់វាធ្វើឲ្យយើងទៅជាមានជំងឺផ្សេងហើយកត្តាជាមួយនឹងស្រាឬក៏គ្រឿងស្រវឹងនេះបងប្អូនគឺប្រឈមជាមួយជំងឺច្រើនណាស់បាទមិនមែនតែជំងឺ peripheral neuropathy នេះតែមួយទេវាអាចធ្វើឲ្យយើងទៅជាមានបញ្ហាឡើងជាតិអាស៊ីតអ៊ុយរិកនៅក្នុងឈាមឡើងខ្ពស់ហើយវាក៏កើតទៅជាជំងឺគេហៅប្រភេទពួក arthritis ប្រភេទពួកជំងឺសន្លាក់ប្រឈមបាទប្រឈមជាមួយនឹង osteoarthritis ប្រឈមជាមួយនឹង rheumatoid arthritis បាទប្រឈមជាមួយនឹងជំងឺ tendonitis បាទអញ្ចឹងវាប្រឈមខ្លាំងមែនទែនជាមួយនឹងបញ្ហាហើយប្រឈមជាមួយនឹងជំងឺថ្លើមប្រាំថ្លើមមិនផ្សេងៗទៀតអញ្ចឹងគឺបញ្ហាស្រានេះគឺវាប្រឈមជាមួយនឹងជំងឺដទៃទៀតច្រើនខ្លាំងមែនទែនប៉ុន្តែវាសួរថាហេតុអីបានយើងពិបាកក្នុងការទប់ស្កាត់ពីព្រោះធម្មតាទេមនុស្សយើងគឺបើមិនតាន់ឈឺគឺមិនតាន់ភ័យទេចេះតែមិនអីបាទដល់ពេលឈឺក្រឹបចាប់ផ្ដើមភ័យខ្លួនស្វ័យស្វាស់អញ្ចឹងគឺរឿងមួយនេះអាហ្នឹងជារឿងជាក់ស្ដែងបងប្អូនក៏ដឹងហើយបាទមិនចាំបាច់តខ្ញុំនិយាយទេចំណុចទី3បាទគឺខ្វះពពួកវីតាមីនមួយចំនួនអញ្ចឹងបងប្អូនខ្លះដែលគាត់ខ្វះជាតិវីតាមីនមួយចំនួនមានដូចជាវីតាមីន C បាទនិងក្រុមពពួកវីតាមីន B អញ្ចឹងវីតាមីនទាំងពីរនេះគឺសំខាន់ណាស់សម្រាប់រាងកាយរបស់យើងអញ្ចឹងបងប្អូនគួរតែប្រសាផ្លែឈើបានច្រើនបាទដូចជាវីតាមីន C អីគឺមាននៅក្នុងផ្លែក្រូចបាទផ្លែក្រូចផ្លែចេកអីហ្នឹងក៏មានដែរវីតាមីន C បាទនៅក្នុងហ្នឹងបងប្អូនប្រសាវាទៅដើម្បីឲ្យយើងមានវីតាមីន C នៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់បាទចំណុចទី4ហ្នឹងគឺអ្នកដែលមានជំងឺរលាកផ្សេងបាទជំងឺរលាកហ្នឹងមានរលាកសន្លាក់ដែលខ្ញុំនិយាយបាញ់មិញនេះតកតងជាមួយនឹង rheumatoid arthritis ហើយនឹងតកតងជាមួយនឹងជំងឺរលាកស្មារលាកសរសៃពួរដែលគេហៅថា tendon ឬក៏ tendonitis ឬក៏ខ្លះគេហៅថា tendinitis ហ្នឹងឯងបាទអាហ្នឹងគឺអ្នកដែលមានបញ្ហាជំងឺរលាកផ្សេងៗហ្នឹងក៏វាធ្វើឲ្យយើងទៅជាមានបញ្ហាក្តៅកាហាយចូលជាជំងឺ peripheral neuropathy រលាកសរសៃឈាមរបស់យើងនេះដែរទៅទៅមួយនឹងកត្តាប្រឈមមួយចំនួនទៀតអ្នកដែលមានជំងឺតម្រងនោមបាទជំងឺតម្រងនោមជំងឺថ្លើមជំងឺក្រពេញតេរ៉ូអ៊ីតអញ្ចឹងក្រុមជំងឺប្រមាណប្រភេទនេះគឺវាធ្វើឲ្យជាតិពុលបាទជាតិពុលនៅក្នុងខ្លួនរបស់យើងនេះកើនឡើងបាទហើយបងប្អូនអ្នកដែលមានបញ្ហាជាតិពុល
តម្រង់នោមចុកខ្សោយជាតិពុលឡើងពោះនៅក្នុងខ្លួនបងប្អូនអាចសង្កេតឃើញថាមានអាការៈមួយចំនួនដូចជាហើមបាទឡើងហើមស្បែកយើងហ្នឹងហើមមុខឬក៏ហើមជើងហើមអីចឹងទៅបាទហើយនោមមកមានក្លិនមានពពុះមានអីជាដើមនេះបាទហើយឬក៏បើអ្នកដែលមានបញ្ហាថ្លើមអាការៈពុះរៀងតឹងជាងមុនណាបាទអញ្ចឹងវាក្រុមប្រភេទថ្លើមវាមានប្រភេទ A ប្រភេទ B និងប្រភេទ C អញ្ចឹងទៅបាទអញ្ចឹងអ្នកដែលមានក្រុមជំងឺប្រភេទហ្នឹងគឺប្រឈមជាមួយនឹងបញ្ហាជំងឺរលាកសរសៃប្រសាទរបស់រាងកាយនេះដូចគ្នាបាទចំណុចទី5គឺមានជំងឺប្រព័ន្ធរាងកាយដើរមិនត្រឹមត្រូវប្រព័ន្ធរាងកាយការពាររាងកាយខ្លួនយើងគឺមានណាបងប្អូនណាបាទខ្លួនយើងគឺមានប្រព័ន្ធគេហៅថាប្រព័ន្ធការពាររាងកាយរបស់យើងឧទាហរណ៍ថាបងប្អូនដែលមុតអីលបស្បែកណាបាទអញ្ចឹងឃើញឈាមសដែលយើងហៅថាចូលរសក់ហ្នឹងអាហ្នឹងគឺប្រព័ន្ធវាមកការពារស្បែករបស់យើងកុំឲ្យវាបិទកុំឲ្យមេរោគបាក់តេរីអីផ្សេងចូលនៅក្នុងខ្លួនហើយអ្វីដែលពិសេសទៀតណានៅក្នុងរាងកាយរបស់យើងនេះគឺធម្មជាតិប្រកែណាវាបង្កើតមកគឺមានបាក់តេរីល្អគឺវាជួយកម្ចាត់ជាមួយនឹងបាក់តេរីអាក្រក់មាននៅក្នុងឈាមរបស់យើងនេះប៉ុន្តែបើសិនជានៅក្នុងមេរោគនោះវាខ្លាំងជាងអាបាក់តេរីរបស់យើងអាបាក់តេរីល្អរបស់យើងដែលគេហៅថាប្រព័ន្ធការពារហ្នឹងគឺវានឹងធ្វើឲ្យយើងទៅជាមានជំងឺអស់នឹងបានអញ្ចឹងបានគេឲ្យយើងថែរក្សាអនាម័យបាទកាលណាយើងមានអនាម័យខ្ពស់ជំងឺអស់ហ្នឹងគឺអត់ងាយកើតមានទៅលើរាងកាយរបស់យើងទេអញ្ចឹងតើតើមួយជំងឺប្រព័ន្ធការពារណាអត់ត្រឹមត្រូវយ៉ាងម៉េចធម្មតាប្រព័ន្ធការពារគឺវាការពាររាងកាយជំងឺបាក់តេរីផ្សេងកុំឲ្យចូលប៉ុន្តែនៅពេលដែលវាដើរខុសប្រក្រតីវាវង្វេងគឺវាវាយលុកខ្លួនឯងបាទវាវាយលុកខ្លួនឯងហ្មងវាស៊ីអត់ដឹងល្អដឹងអាក្រក់ទេអញ្ចឹងយូរទៅវាធ្វើឲ្យយើងទៅជាមានបញ្ហារលាកឬក៏ជំងឺផ្សេងទៀតដូចជាជំងឺសន្លាក់ផ្សេងទៀតក៏បណ្ដាលមកពីបញ្ហាហ្នឹងដែរចំណុចទី6គឺអ្នកប្រឈមជាតិពុលច្រើនបាទដែលយើងបានលើកឡើងពីដើមហើយទី7នេះគឺដំណោពួចបាទអញ្ចឹងអ្នកដែលមានបញ្ហាអ្នកដែលមានគ្រួសារមិនថាតាមិនថាយាយមិនថាម៉ាក់ប៉ាបងប្អូនអីដែលគាត់មានធ្លាប់មានជំងឺហ្នឹងយើងត្រូវតែឧស្សាហ៍តាមដានខ្លួនឯងបាទកាលណាដែលមានអាការៈមិនប្រក្រតីណាមួយត្រូវតែទៅពេទ្យដើម្បីពិនិត្យឆែកសុខភាពឲ្យដឹងយើងឆែកសុខភាពអត់អស់លុយប្រហែលទេអស់តែ40រៀល50រៀលទេយ៉ាងច្រើនណាបាទប៉ុន្តែបើសិនជាយើងបណ្ដោយឲ្យវាឈឺយើងត្រូវព្យាបាលអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារអញ្ចឹងបងប្អូនអាចឆែកសុខភាពយើងកុំឲ្យយើងចូលជំងឺធ្ងន់បាទនេះជាកត្តាប្រឈមហើយចំណុចចុងក្រោយនេះគឺផលវិបាកនៃជំងឺនេះផលវិបាកនៃជំងឺនេះគឺខ្ញុំឃើញវាមានចំណុចធំ3ដែលខ្ញុំបានឃើញណាបាទទី1គឺវារំខានការរស់នៅរបស់យើងជាប្រចាំថ្ងៃអ៊ំពុំមីងខ្លះគេអត់បានទេសម្រាប់អត់បានទេដោយសារតែវាក្តៅវាកាហាយវាឈឺផ្សាចាក់ឈឹបចាក់ភ្ញាក់អ៊ំពុំមីងខ្លះដល់ថ្នាក់ស្អំទឹកកកស្អំទឹកក្តៅកង្ហាលដាក់ចំក៏អត់បានឬក៏កង្ហាលដាក់បានត្រឹមមួយជើងឯងកណ្ដប់ហួយហេត្រប់ទៅបានត្រឹមមួយកណាត់ទេមួយកណាត់ទេគឺអាចកណ្ដប់បានទេខ្លះស្ពឹកពាក់ស្រោមជើងអត់បានដើរជន់នេះជន់នោះអត់ដឹងសម័យខាំមុតដៃមុតអីក៏អត់ដឹងបាទអញ្ចឹងវាជាផលវិបាកប៉ុន្តែផលលំបាកដែលសំខាន់ជាងនឹងទៀតលើសពីការឈឺចាប់នឹងទៀតណាបាទគឺវាប្រឈមជាមួយនឹងការពិការភាពឬក៏អាចឲ្យយើងទៅជាមានបញ្ហាដល់អាយុជីវិតបាននេះជាកត្តាប្រឈមបាទនៅពេលដែលវាក្តៅយូររលាកយូរវានឹងរលួយសរសៃបងប្អូនដែលឃើញតបៅទឹកនោមផ្អែមហេតុអីបានជាគេព្យាបាលបានត្រូវការកាត់អវយវៈនឹងចោលនៅពេលដែលយើងអត់បានព្យាបាលតាន់ពេលហេតុអីដោយសារតែរលួយសរសៃបាទចឹងនៅពេលដែលសរសៃរលួយគឺគេត្រូវកាត់សរសៃនឹងចេញអញ្ចឹងយើងដាច់សរសៃវិញ្ញាណមួយបាត់ហើយអញ្ចឹងហើយគឺពិបាកណាស់តែពេលដែលវារលួយហើយអត់មានអីចិញ្ចឹមកោសិកាយើងទេធម្មតាសរសៃគឺវាដូចជាឫសកែវនៃដើមឈើអញ្ចឹងដើមឈើគឺវារុះបានដោយសារតែឫសនឹងឯងរាងកាយរបស់យើងស្បែកសាច់របស់យើងនេះគឺដោយសារតែការចិញ្ចឹមពីសរសៃដូចគ្នាអញ្ចឹងកាលណាតែវាអត់មានអីបញ្ជូនមកបានទេវាធ្វើឲ្យគេហៅថាកោសិកាហ្នឹងគឺវាងាប់អញ្ចឹងគឺវារលួយហើយបាទវាទៅតាមដំណើរធម្មជាតិគឺរលួយបាទអញ្ចឹងហើយបានជាវាមានផលវិបាកខ្លាំងណាស់បាទទៅលើបញ្ហានេះអញ្ចឹងទេសំណួរចុងក្រោយដែលអ៊ំពុំវិញឧស្សាហ៍សួរថាជំងឺនេះអាចព្យាបាលបានទេបាទជំងឺនេះគឺប្រកបណាយើងអាចព្យាបាលបានប៉ុន្តែវាត្រូវការពេលវេលានិងការថែទាំសុខភាពខ្ពស់បាទអញ្ចឹងយើងមិនអាចព្យាបាលត្រឹម1ខែ2ខែ3ខែឲ្យជាទៅគឺអត់បានទេវាត្រូវការពេលវេលាណាបាទទៅតាមរាងកាយយើងរៀងខ្លួនអ្នកខ្លះត្រូវព្យាបាល8ខែខ្លះត្រូវព្យាបាលដល់1ឆ្នាំខ្លះលើស1ឆ្នាំទៀតបាទអញ្ចឹងវាអ្វីដែលយើងមានជំងឺហ្នឹងហើយគឺវាពិបាកទៅលើការព្យាបាលហ្នឹងឯងណាបាទហើយអ៊ំពូមីងខ្លះគាត់ប្រើថ្នាំប្របាត់ការឈឺចាប់អីផ្សេងនេះវាទុកបានមួយគ្រាមួយពេលទេ
អញ្ចឹងបើសិនជាអ៊ំពុំមីងមានបញ្ហាជំងឺនេះអ៊ំពុំមីងអាចតាក់ទងមកលើលេខទូរស័ព្ទនេះដើម្បីប្រឹក្សាយោបល់បន្ថែមខ្ញុំនឹងជម្រាបជូនហើយអត់គិតថ្លៃទេបាទអត់គិតថ្លៃទេណាបាទបើសិនជាអ៊ំពុំមីងមានបញ្ហាជំងឺ peripheral ឧស្សាហ៍ក្តៅកាហាយស្ពឹកដៃជើងនេះតាក់ទងមកបាទខ្ញុំអាចប្រឹក្សាជូនអ៊ំពុំមីងបានអញ្ចឹងជាចុងក្រោយជូនពរឲ្យអ៊ំពុំមីងទាំងអស់គ្នាមានសុខភាពល្អបាទមានសុខភាពល្អទាំងអស់គ្នាហើយកុំភ្លេចចែករំលែកវីដេអូនេះផងបាទសូមអរគុណ